ខ្មែរយើងមកពីខ្មែរគឺច្រើនមែនតើប្រហែលទៅជា20នាក់ហើយគឺក្នុង1ម៉ោងគេគិត14ស្លឹកសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយឥឡូវនេះខ្ញុំកំពុងតែប្រេះប៉ាណែលដែលមានទំហំ85x85ហើយប៉ាណែលនេះដែរយើងប្រេះទាំងក្បាលទាំងកតុយប៉ុន្តែដោយសារតែវាមានប្រវែងខ្លីយើងប្រេះតែខាងកតុយសិនហើយពេលបានច្រើន30-40ស្លឹកអីចឹងបានយើងបដូរមកប្រេះខាងក្បាលបន្តបើយើងប្រេះដោយអត់ធំវាអាចធ្វើឲ្យយើងឆាប់ជោគជើងចឹងហើយមានតែប្រេះវិធីហ្នឹងគឺល្អបំផុតសម្រាប់ខ្ញុំហើយថ្ងៃហ្នឹងផងដែរខ្ញុំមិនមែនប្រេះតែអាទូចហ្នឹងទេគឺប្រេះទៅដល់3មុខឯណោះហើយនេះគឺជាប៉ាណែលក្រែយើងអត់ជន់ខាងក្បាលដូចអានោះទេគឺយើងជន់តែខាងកតុយទាំងអស់ហើយប៉ាណែលក្រែនេះផងដែរគឺវាបែងចែកជា2ទៀតគឺមានប៉ាណែលខាងឆ្វេងនិងខាងស្ដាំហើយជាក់ស្ដែងខ្ញុំកំពុងប្រេះនេះគឺជាប៉ាណែលខាងស្ដាំយើងត្រូវជន់វាមួយចំហៀងហើយយើងត្រឡប់មួយចំហៀងទៀតដើម្បីប្រេះវាហើយខាងពណ៌សនឹងដែរគឺយើងត្រូវតែដំខាងក្បាលវាដើម្បីឲ្យដាច់ស្មើមកដូចដើមវិញហើយខ្ញុំកំពុងប្រេះបន្ទាប់នេះគឺជាប៉ាណែលក្រែដូចគ្នាប៉ុន្តែវាជាប៉ាណែលខាងឆ្វេងនេះដែរគឺយើងប្រេះរៀងលឿនជាងខាងស្ដាំដោយសារតែយើងអត់បាក់ដំក្បាលវាឬក៏ត្រឡប់ហើយទេយើងគ្រាន់តែប្រេះមួយចំហៀងហើយយើងកំពុងវិលវាមួយចំហៀងទៀតដើម្បីប្រេះអញ្ចឹងហើយធ្វើឲ្យវាមានល្បឿនលឿនជាងខាងស្ដាំហើយថ្ងៃហ្នឹងដែរគឺប៉ុណ្ណឹងហ្នឹងគេយកថាចំនួន250ស្លឹកទេបន្ទាប់ពីខ្ញុំបានប្រេះហើយគ្រប់ចំនួនគឺខ្ញុំបានដូរប្រេះដាក់ធំយ៉ាងហ្នឹងគឺប្រវែង2ម៉ែត្រហើយអ្នកទាំងអស់គ្នាប្រហែលជាឃើញអ្នកក្រោយមនុស្សកំពុងតែញាប់ដៃញាប់ជើងហើយគឺខាងហ្នឹងគឺជាផ្នែកធ្វើយោសុនហើយផ្នែកយោសុននោះដែរគឺយើងត្រូវស៊ីចំនួនក្នុង1ម៉ោងគេគិត14ស្លឹកហើយឆ្នៃម្នាក់គឺញាប់ដៃញាប់ជើងមែនតើបើចំពោះខ្ញុំវិញគឺធ្វើការម៉ោងធម្មតាទេអ្នកទាំងអស់គ្នាប៉ុន្តែវាមានលក្ខណៈពិសេសមួយអ្នកធ្វើយោសុនគឺយើងធ្វើគ្រប់ចំនួនពេលណាយើងអាចចេញបានពេលហ្នឹងប៉ុន្តែវាមានចំណុចអាក្រក់មួយដែរគឺដល់ពេលយើងធ្វើគ្រប់ចំនួននៅម៉ោងច្រើនពេកដែលនៅសល់គឺពេលតកែគាត់ឃើញគាត់នឹងមិនសប្បាយចិត្តទេដូច្នេះហើយគាត់នឹងរិះរកវិធីដើម្បីដំឡើងចំនួនថែមដោយការពីឆ្នាំមុននេះដែរគឺចំនួន8ម៉ោងគឺ112ស្លឹកទេប៉ុន្តែបច្ចុប្បន្ននេះគឺឡើងដល់114ស្លឹកហើយបើចំពោះខ្ញុំវិញគឺបច្ចុប្បន្ននេះគឺធ្វើវាអត់បានទេដោយសារតែចំនួនវាច្រើនពេកបើពីមុនគឺដំបូងពេលដែលខ្ញុំមកដំបូងគឺតាម108ស្លឹកទេប៉ុន្តែមកដល់ពេលនេះគឺឡើងរហូតដល់6ស្លឹកថែមទៀតហើយប្រហែលជាឆ្នាំក្រោយទៀតតកែខ្ញុំអាចនឹងដំឡើងចំនួនទៀតក៏ថាបានដែរតែមិនអីទេដោយសារតែខ្ញុំអត់បានធ្វើយោសុនអញ្ចឹងខ្ញុំមិនសូវមានជាបញ្ហាអីដែរព្រោះយើងឥឡូវបច្ចុប្បន្ននៅសារមនុស្សវាតិចអញ្ចឹងវាអត់មានពេលទៅធ្វើព្រោះខ្ញុំត្រូវប្រេះផងបត់ផងហើយនឹងបាញ់គីមីដូច្នេះហើយវាអត់មានពេលបានទៅធ្វើយោសុនតែបើសម្រាប់អ្នកមកថ្មីគឺគាត់នឹងពិបាកដោយសារតែចំនួនវាច្រើនអញ្ចឹងព្រោះរយៈពេល5ឆ្នាំដែលខ្ញុំមកធ្វើការនៅរោងចក្រនេះគឺតកែក៏បានយកខ្មែរយើងមកពីខ្មែរគឺច្រើនមែនតើប្រហែលទៅជា20នាក់ហើយគឺអ្នកទាំងអស់គ្នានោះគឺបានដូរដោយសារតែធ្វើយោសុនអត់គ្រប់គឺភាគច្រើនគឺអត់គ្រប់គាត់ធ្វើអត់រួចគាត់សុំតកែដូររោងចក្រទៅដោយថ្មីនេះដែរក្នុងខែមុនហ្នឹងគឺមានបងប្រុស2នាក់គាត់បានសុំតកែចេញម្នាក់ធ្វើគ្រប់ហើយម្នាក់ទៀតគឺធ្វើអត់គ្រប់ដូច្នេះហើយពួកគាត់បានសុំតកែចេញទាំងពីរនាក់តែទោះជាយ៉ាងណាក៏ដោយក៏អរគុណដល់តកែដែរ
ដែលបានយកបងប្អូនខ្មែរយើងមកដល់ប្រទេសកូរ៉េយើងបានមកដល់ហើយគឺបើយើងបដូររោងចក្រក៏វាមិនសូវជាបញ្ហាដោយសារតែយើងនៅចាំនៅខ្មែរយូរដែរទម្រាំបានធ្លាក់ឈ្មោះដល់ពេលមកដល់ហើយគឺបើយើងធ្វើការងារនៅអាកាទេយើងអាចបដូរបានប៉ុន្តែត្រូវចាំថាកន្លែងការងារណាក៏វារៀងពិបាកដែរតើយើងប្រឹងតស៊ូកន្លែងខ្លះទៅវារៀងស្រួលជាងនឹងបន្តិចប៉ុន្តែកន្លែងខ្ញុំគ្រាន់តែវាយ៉ាប់តាកន្លែងធ្វើយសនទេបើសិនយើងធ្វើយសនបានហើយគឺគ្រប់កន្លែងការងារផ្សេងទៀតគឺអូខេវាអត់មានអីជាបញ្ហាទេឥឡូវយើងមកចាប់អារម្មណ៍នឹងប៉ាណែលយើងវិញប៉ាណែលនេះដែរគឺមានប្រវែង2ម៉ែត្រហើយវាស្រួលប្រេះទេដោយសារតែយើងជួនវាខាងកតុយហើយនឹងក្បាលជាការស្រេចហើយវីដេអូនេះក៏ដល់ទីបញ្ចប់ដែរអរគុណបងប្អូនទាំងអស់គ្នាដែលខំតាមដានរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ